ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះយើងនឹងមកនិទានរឿងមួយតាក់ទងជាមួយនឹងបរិសម្នាក់ដែលមករស់នៅទីក្រុងភ្នំពេញហើយបានជួលបន្ទប់ជួលមួយកន្លែងនៅពេលដែលចូលមករស់នៅទីនេះជួបរឿងនឹងហេតុការណ៍ចម្លែកជាច្រើនដែលគួរឲ្យខ្លាចតើបងប្អូនទាំងគ្នាដើម្បីចង់ដឹងថាតើរឿងរ៉ាវនេះនឹងទៅជាយ៉ាងណាហើយគួរឲ្យខ្លាចបែបណាខ្លះតោះស្ដាប់ទាំងអស់គ្នាសួស្តីបងប្អូនទាំងគ្នានេះគឺជារឿងត្រីទី1របស់និទានខ្មោចហើយសាច់រឿងមួយនេះគួរឲ្យខ្លាចនឹងជួបរឿងរ៉ាវជាច្រើននៅក្នុងបន្ទប់ជួលអញ្ចឹងមុននឹងចាប់ផ្ដើមចូលទៅសាច់រឿងប្រិយមិត្តដែលអត់ទាន់ជួយ Subscribe អាចជួយ Subscribe ម្នាក់មួយដែលសាច់រឿងនេះយើងនឹងនិយាយអំពីដែលនេះគឺជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញដែលនេះមានផ្ទះនៅឯខេត្តដូច្នោះហើយគាត់ត្រូវសម្រេចចិត្តស្វែងរកបន្ទប់ជួលដើម្បីស្នាក់នៅដើម្បីបំពេញការងារនៅឯទីក្រុងនៅក្នុងកំឡុងពេលដែលរកបន្ទប់ជួលដែលនេះបានស្នាក់នៅក្នុងបន្ទប់ជួលនោះបណ្ដោះអាសន្នជាមួយនឹងមិត្តជិតស្និទ្ធដែលជាអ្នករួមការងារជាមួយគ្នាគឺសុផាបន្ទាប់ពីស្វែងរកអស់រយៈពេលប្រហែលថ្ងៃដែលនេះក៏បានប្រទះឃើញបន្ទប់ជួលមួយនៅអគារមួយកន្លែងដែលមាន5ជាន់ហើយទីតាំងក៏មិនឆ្ងាយពីកន្លែងធ្វើការរបស់គាត់ដែរដែលនេះក៏បានសម្រេចចិត្តជួលផ្ទះនៅឯអគារនោះដោយបន្ទប់របស់គាត់មានលេខ202នៅជាន់ទី4ដែលនេះក៏ប្រើជីវិតរស់នៅលក្ខណៈម្នាក់ឯងជាធម្មតាដោយពេលព្រឹកគាត់ក្រោកពីដេករួចចេញទៅធ្វើការហើយត្រឡប់មកបន្ទប់វិញនៅពេលល្ងាចបន្តិចហើយក៏ចូលដេកកាត់រំលងទៅរយៈពេល1សប្តាហ៍បន្ទាប់ពីដែលនេះបានផ្លាស់ទៅចូលទៅរស់នៅបន្ទប់ជួលនោះគាត់តែងតែមកធ្វើការនៅក្នុងទឹកមុខញញឹមញញែមហាក់ដូចជាមានសេចក្តីសុខណាស់ហើយសុផាឃើញមិត្តរបស់ខ្លួនប្លែកខុសពីធម្មតាសុផាក៏បានសួរនាំហើយដានីបាននិយាយអួតប្រាប់មិត្តរបស់ខ្លួនគាត់ថាគាត់ស្គាល់នារីម្នាក់មែនតែនស្អាតដោយនាងបានស្នាក់នៅក្នុងអគារនោះជាមួយគ្នាគឺខុសតែជាន់ទេព្រោះគ្នានៅជាន់ទី4ហើយបន្ទប់លេខរបស់នាងគឺនៅជាន់ទី5ដោយបន្ទប់របស់នាងគឺមានលេខ302ហើយនៅពេលនោះសុផាក៏គាត់និយាយបន្តថាបើនាងស្អាតអញ្ចឹងហែងមិនញ៉ាយគាត់ទៅដានីក៏បានតបទៅកាន់គាត់វិញថាហែងនិយាយដូចមិនស្គាល់អញញ៉ាយហើយតាមិនត្រឹមតែញ៉ាយទេហើយឯងថែមទាំងអង្គុយលេងមួយគេនៅក្នុងបន្ទប់ទៀតពិសេសអត់សុផាបានតបទៅគាត់វិញថាចុំអីអញមិនជឿដានីក៏ប្រាប់វិញថាហែងមិនជឿអត់ទៅនិយាយរួចដានីក៏ធ្វើទឹកមុខឌឺដងជាមួយមិត្តរបស់ខ្លួនហើយក៏គាត់បានតបបន្តទៀតថាហែងមានបានធ្វើអីអត់គាត់ថាថៃមិនមានអញមានអីមួយនឹងនាងរាល់យប់ហ្នឹងនៅក្នុងបន្ទប់របស់នាងហើយគាត់ក៏សួរទៀតថាហែងមានរូបថតអត់អញចង់ស្គាល់ដែរអញអត់មានផងនាងអត់ដែរឲ្យអញថតរូបទេហើយនៅក្នុងបន្ទប់របស់នាងហ្នឹងក៏អត់សូវភ្លឺដែរដោយនាងថានាងអៀនមិត្តភ័ក្តិរបស់គាត់ក៏តែងតែសួររហូតថាអញ្ចឹងហែងអាចណែនាំឲ្យអញស្គាល់ខាងក្រៅបានអត់ពេលនោះដានីស្រាប់តែយកដៃអេសក្បាលហើយតបទាំងមិនច្បាស់ហើយក៏បាននិយាយថាអញដូចចម្លែកដែរអញជួបនាងតែពេលយប់ទេហើយនៅពេលដែលអីមួយគ្នាហើយក្រោកឡើងពេលព្រឹកអញរកនាងអត់ដែរឃើញផងនៅក្នុងបន្ទប់ហ្នឹងអត់ដឹងថានាងចេញទៅធ្វើការបាត់ឬមិនទេនៅពេលដែលអញសួរនាងថានាងចេញទៅធ្វើការមិត្តភក្តិរបស់គាត់ក៏នៅតែតាមសួរទៀតថាហែងបោកអញទេអញអត់ចង់ឲ្យអញស្គាល់ក៏អត់ទៅនិយាយរួចពួកគេក៏ដើរទៅធ្វើការធម្មតាបន្ទាប់ពីថ្ងៃនោះមកសុផាតែងតែសង្កេតឃើញថាដានីហាក់ដូចជាចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងដោយភ្នែករបស់គាត់មានរង្វង់ខ្មៅជាំមើលទៅដូចជាមនុស្សអត់បានដេកទេហើយរាងកាយរបស់គាត់តែងតែអស់កម្លាំងជាប្រចាំដោយឃើញសភាពរបស់មិត្តរបស់គាត់កាន់តែលំបាកទៅសុផាក៏ទាញដៃដានីចេញទៅសួរនាំដានីហែងកើតអីហ្នឹងដូចមនុស្សមិនបានដេកហើយហត់មិនណាដានីក៏តបក្នុងសភាពខ្សោយថាអញអត់ដឹងដែរអញដឹងត្រឹមតែថាអញដូចហត់នៅក្នុងខ្លួនមកពីឯងខំអីពេកដឹងខំក្បាលឯងអីអញហត់សឹងអីបើហត់អញ្ចឹងមិនឯងមិនឈប់ខ្លះហើយខំម៉េះអញចង់ឈប់តែស្រីម្នាក់នោះតែងតែមករកអញរាល់យប់ហើយអញអត់ដឹងមកទេបន្ទាប់ពីបានឃើញនាងហើយពេលដឹងខ្លួនមកវិញអញតែងតែនៅលើក្រែជាមួយនាងរហូតសុផាហាក់រៀងឆ្ងល់ហើយក៏នៅតែសួរនាំរហូតចុះឯងមានធ្លាប់សាកបដិសេធនឹងនាងខ្លះអត់ដានីក៏តបថាថៃអញមិនធ្លាប់តែឲ្យតែអញរកហាមន់និយាយអញស្រាប់តែនិយាយមិនចេញហើយនាងក៏អូសដៃអញឡើងទៅបន្ទប់របស់នាងរហូតនឹងសុផាក៏នៅតែសួរទៀតថាលើអញ្ចេះ
យប់ហ្នឹងទៅដេកជាមួយអញមិនបាច់ទៅដេកនៅបន្ទប់របស់ហែងទេបន្ទាប់មកយុវជនទាំងពីរនាក់ក៏បានអង្គុយធ្វើការដូចធម្មតារាល់ដងអញ្ចឹងដល់ម៉ោងរហូតដល់ម៉ោងចេញទៅផ្ទះសុផាក៏បាននាំដានីទៅកាន់បន្ទប់របស់ខ្លួនហើយអ្នកទាំងពីរក៏បានទិញចំណីអាហារនិងភេសជ្ជៈមួយចំនួនមកបរិភោគបន្ទាប់ពីបរិភោគនិងជជែកគ្នាលេងហើយពួកគេទាំងពីរនាក់ក៏បានរៀបចំខ្លួនដើម្បីចូលសម្រាកព្រោះម៉ោងវារៀងយប់ជ្រៅដែរហើយលុះមកដល់វេលាម៉ោង11យប់សុផាដែលកំពុងតែដេកលង់លក់សុកស្រាប់តែភ្ញាក់ឡើងដោយសារតែឮសំឡេងបើកទ្វារបន្ទប់សុផាក៏បានក្រោកឡើងហើយបើកភ្នែកមើលទៅមិត្តភ័ក្តិរបស់ខ្លួនដែលកំពុងតែឈរមួលទ្វារសុផាដល់ឃើញចម្លែកក៏បានស្រែកហៅថាដានីនេះហែងធ្វើអីហ្នឹងហើយចង់ចេញទៅណាយប់អីដានីមិនតបហើយក៏មិនបានងាកមកមើលសុផាដែរដោយគិតតែព្យាយាមមួលសោទ្វារដើម្បីបើកតែកាយវិការទាំងសកម្មភាពដែលបង្ហាញពីសុផាឲ្យឃើញថាមិត្តរបស់ខ្លួនដូចជាហាក់កំពុងតែដេកមកមើលអញ្ចឹងដានីក៏ដើរទៅចាប់ដៃរបស់មិត្តខ្លួនហើយក៏ព្យាយាមអង្រួនដានីឲ្យភ្ញាក់ខ្លួនឡើងបន្ទាប់ពីអង្រួនអស់មួយសន្ទុះមកដានីសុផាក៏បានលើកដៃទៅទះក្បាលរបស់ដានីមួយទៅហឹងហើយបដាលឲ្យដានីនឹងដួលទៅលើដីបន្តិចក្រោយមកដានីក៏ភ្ញាក់ដឹងខ្លួនមកហើយក៏បានសួរទៅសុផាអាផាហែងមិនទះក្បាលអញចឹងអញធ្វើអីហែងអញឃើញហែងដេកមកមើលហើយអញដាស់ហែងដាស់អត់ភ្ញាក់អញ្ចឹងបានជាអញដាក់ឯងម្ដាយហ្នឹងដានីប្រុងនឹងជេរមិត្តរបស់ខ្លួនហើយក៏ស្រាប់តែចាប់អារម្មណ៍នឹងសម្ដីរបស់សុផាថាខ្លួនដេកមកមើលហើយក៏តបវិញដោយងឿងឆ្ងល់អញនឹងដេកមកមើលមែនមិនបានជាអញអត់ដឹងតាំងពីកើតមកអញអត់ដែរដឹងថាអញដេកមកមើលទេអញមិនដឹងដានីក៏អង្គុយគិតបន្តិចបន្ទាប់មកទឹកមុខរបស់គាត់ស្រាប់តែប្រែទៅជាតក់ស្លុតភ្លាមហើយនិយាយថាអញមានអារម្មណ៍ថាអញដេកយល់សពឃើញនាងម្នាក់នោះមកហៅអញទៅដេកជាមួយហើយបន្ទាប់មកអញក៏ត្រូវនាងនោះអូសដៃទៅហែងតិចត្រូវស្នេហ៍គេទេអីអញមិនដឹងអញ្ចឹងតោះដេកវិញចាំស្អែកអញនាំឯងទៅមើលគ្រូលុះស្អែកឡើងដោយសារតែថ្ងៃនេះជាថ្ងៃសៅរ៍ដែលយុវជនទាំងពីររូបទំនេរសម្រាប់ពីការងារក៏បាននាំគ្នាទៅផ្ទះរបស់គ្រូមួយនៅពេលដែលទៅដល់ពួកគេបានប្រទះឃើញថាលោកគ្រូម្នាក់នោះបានតាមមើលពួកគេរហូតមិនដាក់ភ្នែកតាំងពីនៅក្រៅផ្ទះរហូតទៅដល់ក្នុងផ្ទះលោកគ្រូមិត្តរបស់ខ្ញុំម្នាក់នេះហាក់ដូចជាត្រូវស្នេហ៍គេសូមលោកគ្រូជួយមើលផងលោកគ្រូនោះមិនតបឡើយតែគាត់បានបិទភ្នែកអស់ប្រហែល5នាទីហើយគាត់ក៏បានបើកភ្នែកមកវិញដោយការដកដង្ហើមធំលោកគ្រូក៏ប្រាប់អ្នកទាំងពីរថាវាត្រូវសន្តំស្នេហ៍គឺស្នេហ៍របស់ខ្មោចយុវជនទាំងពីរនោះភ្ញាក់ព្រឺយ៉ាងខ្លាំងហើយសម្ដីរបស់គ្រូនោះហើយដានីក៏សួរលោកគ្រូច្រឡំទេអីមានខ្មោចណាបើពួកខ្ញុំតែងតែជួបគ្នារាល់ថ្ងៃហ្នឹងលោកគ្រូសួរវិញថាជួបពេលណាហើយគាត់ក៏បានឆ្លើយថាជួបពេលយប់ហើយឯងមិនឆ្ងល់ទេអីមានណាគេមកជួបឯងតែពេលយប់ហើយពេលថ្ងៃក៏បាត់ខ្លួនឥឡូវបើឯងមិនជឿនៅពេលដែលជួបនាងម្ដងទៀតអោនមើលនាងតាមប្រហោងជើងឯងទៅតែគ្រូចង់ប្រាប់បន្តិចថាខ្មោចនោះនាងចាប់ចិត្តលើឯងហើយចង់យកឯងទៅនៅជាមួយនឹងនាងឯងសល់ពេលមិនយូរទេមិនថាឯងផ្លាស់ទៅនៅទីកន្លែងណាវានៅតែអាចអន្តងហៅឯងទៅវិញទាល់តែបាននឹងសុផាក៏បានសួរទៅលោកគ្រូថាលោកគ្រូឯងមានវិធីអាចជួយបានទេលោកគ្រូបានឆ្លើយថាមានតោះរៀបចំខ្លួនទៅចាំយើងធ្វើវិធីកាត់និស្ស័យបដូរឈ្មោះឲ្យបន្ទាប់មកលោកគ្រូក៏បានធ្វើវិធីកាត់និស្ស័យបដូរឈ្មោះឲ្យដានីហើយគាត់បានផ្ដាំថាចាប់ពីពេលហ្នឹងទៅរយៈពេល7ថ្ងៃហាមដាច់ខាតមិនត្រូវរើចេញទៅកន្លែងណាផ្សេងឡើយហើយរយៈពេល7ថ្ងៃត្រូវបដូរឈ្មោះទៅជាឌីណាគឺហាមដាច់ខាតមិនឲ្យអ្នកណាហៅឈ្មោះដានីទេធ្វើដូច្នោះដើម្បីបន្លំខ្មោចស្រីនោះឲ្យដឹងថាដានីបានស្លាប់បាត់ហើយឯអ្នកដែលនៅក្នុងបន្ទប់នោះគឺអ្នកផ្សេងដែលមិនមាននិស្ស័យចំណងអ្វីនឹងគ្នាឡើយបន្ទាប់ពីផ្ដាំរួចលោកគ្រូនោះក៏បានឲ្យយ័ន្តមួយសន្លឹកទៅកាន់ដានីហើយឲ្យអ្នកទាំងពីរត្រឡប់ទៅវិញ
នៅពេលដែលទៅដល់បន្ទប់របស់ដានីវិញសុផាក៏បាននិយាយនៅពេលដែលទៅដល់បន្ទប់របស់សុផាវិញដានីក៏និយាយអាផាហែងទៅដេកជាមួយនឹងអញអត់អញខ្លាចអញអត់ហ៊ានទៅដេកម្នាក់ឯងទៀតទេចុះអញអត់ខ្លាចមែនហែងជួយអញម្ដងអញសុំវទៅចាំអញទៅជួយក៏បានដែរកម្មមែនអញនៅក្នុងយប់មួយនោះមិនមានរឿងអីចម្លែកកាត់ឡើងឡើយក្រៅពីមានសំឡេងគោះទ្វារនិងបង្អួចនាពេលពាក់កណ្ដាលយប់ប៉ុណ្ណោះចូលមកដល់យប់ទី2ក៏ចាប់ផ្ដើមឮសំឡេងស្រែកហៅរបស់ដានីយ៉ាងក្រលួចដែលគ្រាន់តែស្ដាប់ហើយមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងតែម្ដងឯយប់ទី3វិញមានសំឡេងយំល្វើយព្រមជាមួយនឹងសំឡេងគោះទ្វារបង្អួចហើយយុវជនទាំងពីរនាក់រូបនោះមិនអាចដេកលក់បានឡើយដោយសារតែខ្លាចនាព្រឹកថ្ងៃទី4សុផាក៏បានសួរដានីអញឆ្ងល់ដែរបើមកយប់លងអីអញ្ចឹងអីនេះចុះអ្នកចិត្តខាងគេអត់មានថាអីទេអីអញឆ្ងល់ដែរតោះសាកទៅសួរគេមើលយុវជនទាំងពីររូបនោះក៏បានដើរទៅគោះទ្វារបន្ទប់របស់អ្នកដែលស្នាក់នៅជិតនោះតែមិនមានអ្នកណាម្នាក់ឆ្លើយតបឡើយដោយឃើញថាមិនបានផលពួកគេក៏ត្រឡប់ទៅបន្ទប់វិញដោយគិតថាប្រហែលជាគេនឹងចេញទៅធ្វើការអស់ហើយយុវជនទាំងពីរនាក់ក៏បានរៀបរាប់ហើយក៏បានរៀបចំខ្លួនចេញទៅធ្វើការធម្មតាលុះយប់ឡើងដោយហេតុថាអស់រយៈពេលប្រហែលយប់នេះយុវជនទាំងពីរមិនបានដេកពេញភ្នែកពួកគេក៏បានលង់លក់អស់បន្ទាប់ពីបាយល្ងាចហើយអស់រយៈពេលប៉ុន្មានម៉ោងក្រោយមកសុផាក៏បានភ្ញាក់ឡើងដោយសារតែសំឡេងទូរស័ព្ទរោដានីក៏បានទាញមកមើលហើយឃើញថាគឺជាលេខរបស់ដានីកំពុងតែខលមកហើយសុផាក៏បានងាកទៅមើលជុំវិញខ្លួនតែមិនមានឃើញវត្តមានរបស់ដានីឡើយសុផាក៏បានចាប់ផ្ដើមមានអារម្មណ៍មិនល្អនៅក្នុងខ្លួនហើយគាត់ក៏បានលើកលេខហៅចូលនោះដានីក៏បានស្រែកតាមទូរស័ព្ទរៀងញ័រថាអាផាជួយអញផងខ្មៅឡងអញនៅបន្ទប់ជាន់302បន្ទាប់មកទូរស័ព្ទក៏បានដាច់សុផាឃើញដូច្នោះក៏បានប្រញាប់ស្ទុះឡើងហើយបើកទ្វារចេញទៅខាងក្រៅនៅពេលដែលដល់មាត់ចដាឡើងទៅជាន់លើសុផាហាក់ដូចជារៀងស្ទាក់ស្ទើរបន្តិចដោយសារតែខ្លួនក៏ខ្លាចហើយមិនហ៊ានឡើងទៅម្នាក់ឯងទៀតបន្ទាប់ពីឈរគិតមួយសន្ទុះសុផាក៏រត់ចុះទៅជាន់ខាងក្រោមដើម្បីហៅសន្តិសុខយាមអគារនោះមកឡើងជាមួយបានជាគ្នានៅពេលដែលសុផាចុះទៅដល់ជាន់ក្រោមគាត់ក៏បានក្រឡេកឃើញពូសន្តិសុខដែលមានវ័យចំណាស់មួយរូបកំពុងតែសម្រានលេងស្ដាប់បទចម្រៀងនៅក្នុងទូរស័ព្ទរបស់គាត់សុផាក៏រត់ទៅរកគាត់ហើយនិយាយយ៉ាងលឿនថាពូជួយមិត្តខ្ញុំផងមិត្តខ្ញុំត្រូវខ្មៅឡងហើយនៅជាន់ទី5មកពូសន្តិសុខរៀងស្ងាត់បន្តិចហើយក៏ងាកទៅមើលសុផារួចក៏តបខ្មៅឡងក្មួយលេងសើចទេអីជាន់ទី5មិនដែលមានមនុស្សស្នាក់នៅផងគេទុកអាគារនឹងចោលយូរហើយនឹងជាន់នឹងខ្ញុំអត់និយាយលេងទេពូជួយទៅជាន់ទី5ជាមួយខ្ញុំដើម្បីជួយមិត្តរបស់ខ្ញុំតិចទេពូខ្ញុំអត់ហ៊ានទៅម្នាក់ឯងទេពូសន្តិសុខនោះមិនមាត់ហើយគាត់ក៏សម្លឹងមើលទឹកមុខរបស់សុផាឃើញថាសុផាមិនបាននិយាយកុហកទេដោយសារតែទឹកមុខរបស់សុផាមានអាការៈភ័យខ្លាចនឹងរៀងស្លេកស្លាំងបន្តិចហើយបន្ទាប់មកពូសន្តិសុខនោះក៏បានក្រោកឈរឡើងហើយក៏ឡើងទៅជាន់ទី5ជាមួយនឹងសុផាដែលគាត់ជាអ្នកនាំផ្លូវចុះមិត្តរបស់ក្មួយស្នាក់នៅបន្ទប់ណាដែរនេះគឺជាលោកពូសន្តិសុខដែលគាត់សួរទៅកាន់សុផាមិត្តរបស់ខ្ញុំស្នាក់នៅជាន់ទី4បន្ទប់លេខ202ហើយត្រូវខ្មោចជាន់ទី5បន្ទប់លេខ302ហ្នឹងណាតាមឡងរាល់យប់គ្រាន់តែពូសន្តិសុខនោះឮថាបន្ទប់ជាន់ទី5បន្ទប់លេខ302ភ្លាមគាត់ក៏បានងាកក្រោយមើលមុខរបស់សុផាក្នុងសភាពតក់ស្លុតសុផាឃើញដូច្នោះក៏ឆ្លៀតសួរថាពូមានដឹងរឿងអីខ្លះអត់ថានៅជាន់ទី5បន្ទប់លេខ302នោះណាពូកុំលាក់ខ្ញុំអីពូព្រោះខ្ញុំបានឃើញខ្មោចស្រីនោះដែរពូសន្តិសុខបានដកដង្ហើមធំហើយគាត់ក៏ងាកមើលឆ្វេងស្ដាំរួចក៏បន្តដើរឡើងទៅចន្ទានិយាយដំណើររឿងទាំងមូលប្រាប់សុផាបណ្ដាទាំងប្រញាប់ប្រញាល់ពូធ្វើការទីនេះយូរហើយពីដើមឡើយអាគារនេះមិនមានរឿងរ៉ាវអីទេហើយកាលពីមុនជាន់ទី5ក៏មានមនុស្សស្នាក់នៅអ៊ូអរដែរ
តែមួយរយៈពេលចុងក្រោយធំនេះមានសង្សារមកគូហ្នឹងមិនដឹងថាមកពីណាក៏បានមកជួលបន្ទប់ចំលេខ302នេះអ្នកស្នាក់នៅក្បែរនោះរៀងរាល់យប់តែងតែឮគេពីរនាក់នោះឆ្លោះគ្នារហូតដោយសារតែម្នាក់ប្រុសនោះតែងតែដើរស៊ីផឹកមិនគិតពីការងាររកស៊ីអីទេហើយថ្ងៃមួយអ្នកនៅជាន់នោះស្រាប់តែឮសំឡេងឆ្លោះគ្នាយ៉ាងខ្លាំងហើយបានប្រហែលថ្ងៃក្រោយមកគេក៏ចាប់ផ្ដើមធំក្លិនស្អុយចេញពីបន្ទប់លេខ302នេះពួកគេក៏បានមកប្រាប់ពូហើយពូក៏បានតាក់ទងទៅម្ចាស់អគារឲ្យហៅប៉ូលីសមកពិនិត្យមើលនៅពេលដែលបើកទ្វារបន្ទប់នោះត្រូវបើកម្នាក់ស្រាប់តែមានអារម្មណ៍ថាព្រឺសម្បល់ខុសពីធម្មតាហើយមានក្លិនស្អុយអសោចដូចជាសាកសពរលួយអញ្ចឹងនៅពេលដែលប៉ូលីសឆែកឆេរនៅក្នុងបន្ទប់នោះគេក៏បានប្រទះឃើញសាកសពរបស់នារីដែលត្រូវគេយកទៅលាក់នៅក្នុងទូដាក់ខោអាវដោយសាកសពនោះមានសភាពឡើងរលួយហើយបើកបញ្ឈរហាក់ដូចជាកំពុងសម្លឹងមើលអ្នកគ្រប់គ្នាចំណែកក៏សាកសពនោះវិញគឺមានខ្សែរុំជាប់ហើយក្រោយមកគេក៏បាននាំយកសាកសពនោះចេញទៅហើយម្ចាស់បន្ទប់ក៏បាននិមន្តព្រះសង្ឃមកប្រោះព្រំចេញដំបូងដូចមិនមានរឿងអីកើតឡើងទេនៅពេលដែលមានអ្នកមកជួលថ្មីរើចូលទៅនៅក្នុងបន្ទប់302នេះស្រាប់តែមានរឿងរ៉ាវប្លែកកើតឡើងជាបន្តបន្ទាប់ដោយអ្នករើចូលនៅនោះស្នាក់នៅបានតែមួយយប់ក៏រត់ចេញពីទីនោះហើយអ្នកដែលស្នាក់នៅជាន់នោះតែងតែឮសំឡេងស្រែកយំពេលខ្លះសំឡេងច្រៀងចេញពីបន្ទប់នោះរហូតដល់លែងមានអ្នកណាហ៊ានស្នាក់នៅជាន់នោះទៀតចាប់តាំងពីពេលនោះមកម្ចាស់អគារក៏បានបិទជាន់ទី5ចោលដោយមិនដាក់ជួលទៀតឡើយរឿងទាំងអស់នេះបានស្ងាត់ជាង5ឆ្នាំហើយទៅតាំងថ្ងៃនេះឮសូអាក្មួយឯងនឹងនិយាយសុផាចាប់ផ្ដើមព្រឺក្បាលខ្ញាក់បន្ទាប់ពីបានដឹងហេតុការណ៍ដែលកើតឡើងនៅក្នុងបន្ទប់នោះដោយមិនបងអង្គយូរនោះទេសុផាក៏បានទឿនពូសន្តិសុខនោះឲ្យឡើងទៅជាន់ទី5ឲ្យបានឆាប់ដើម្បីទៅជួយដានីនៅពេលដែលអ្នកទាំងពីរមកដល់ជាន់ទី5មិនមានអ្នកណាម្នាក់ហ៊ាននាំមុខទៅបើកទ្វារបន្ទប់302ឡើយហើយនៅពីមុខទ្វារបន្ទប់នោះក៏មានសំណែនដែលគេដាក់សែនផងដែរសុផាក៏បានយកទូរស័ព្ទចុចទៅមិត្តរបស់ខ្លួនហើយបន្ទាប់ពីរងចាំបន្តិចពួកគេទាំងពីរក៏បានឮសំឡេងទូរស័ព្ទរោចេញពីបន្ទប់302នោះមិនពិតតែមិនមាននរណាម្នាក់លើកឆ្លើយឡើយសុផាលេបទឹកមាត់ហើយក៏ដើរទាំងញ័រតម្រង់ទៅកាន់បន្ទប់នោះដោយពូសន្តិសុខដើរតាមពីក្រោយពេលមកដល់បន្ទប់សុផាក៏បានយកដៃទៅបើកទ្វារបន្ទប់តែទ្វារត្រូវបានគេចាក់សោជាប់ហើយសុផាក៏បានឲ្យពូសន្តិសុខបើកទ្វារនោះវិញម្ដងទៀតដោយសារតែគាត់មានកូនសោជាប់នៅនឹងខ្លួនជាមួយពូសន្តិសុខនោះក៏បានបើកសោយ៉ាងលឿនហើយទ្វារនោះក៏បានបើកហើយអ្នកទាំងពីរក៏បានអើតកចូលទៅមើលនៅក្នុងបន្ទប់នោះបន្ទប់មួយនោះមានសភាពស្ងាត់ជ្រងំហើយមានសុទ្ធតែធូលីដីនិងសម្បុកពីងហើយនៅជ្រុងម្ខាងមានគ្រែដ៏កញ្ចាស់មួយដោយនៅលើគ្រែនោះគឺដានីកំពុងតែដេកច្រវាច់កខ្លួនឯងហើយសភាពរបស់ដានីហាក់ដូចជាកំពុងតែព្យាយាមរើបំរាស់ផងដែរសុផាក៏ស្រែកហៅថាអាដានីហើយភ្លាមនោះគេស្រាប់តែនឹកឃើញដល់សម្ដីរបស់គ្រូនោះដែលថាហាមដាច់ខាតហៅឈ្មោះរបស់ដានីឲ្យសោះតែអ្វីក៏ហួសពេលដែរដោយពេលនោះមិត្តរបស់ខ្លួនស្រាប់តែចាប់ផ្ដើមបែកពពុះមាត់ហើយជើងដែលមុននោះដែលព្យាយាមរើបំរាស់នោះក៏លែងមានសកម្មភាពអីទាំងអស់ពូសន្តិសុខឃើញបែបនោះក៏រត់ចូលទៅជួយហើយសុផាក៏រត់ទៅតាមពីក្រោយតែនៅពេលដែលគេរត់ទៅដល់គ្រែនោះសុផាក៏បានប្រទះឃើញរូបភាពមួយដែលធ្វើឲ្យដាក់ជាប់នៅក្នុងចិត្តរបស់ខ្លួនរហូតនោះគឺសុផាបានឃើញមានទូកញ្ចក់មួយនៅជាប់ជញ្ជាំងក្បែរគ្រែនោះហើយនៅក្នុងកញ្ចក់នោះមានវត្តមានរបស់ខ្មោចស្រីម្នាក់ដែលស្លៀកពាក់រ៉ូបពណ៌ខ្មៅខ្មោចស្រីនោះទំនងជាដឹងថាសុផាបានឃើញនាងក៏បានងាកមកមើលមុខរបស់សុផាហើយនៅពេលនោះហើយដែលសុផាបានឃើញមុខមាត់ពិតរបស់ខ្មោចនោះដោយនាងមានមុខមាត់ស្អាតតែស្បែករបស់នាងសស្លេកស្លាំងដូចជាមិនមានឈាមឡើយហើយភ្នែករបស់នាងក្រហមកំពុងតែសម្លក់មកកាន់សុផាក៏បានហៅពូសន្តិសុខឲ្យក្រឡេកមើលទៅកាន់កញ្ចក់នោះ
ហើយអ្នកទាំងពីរក៏បានប្រទះឃើញទិដ្ឋភាពដូចគ្នាដោយឃើញថាបើនៅក្នុងបន្ទប់នឹងទៀតប្រកាសជាមានរឿងពួកគេទាំងពីរក៏បានចាប់លើកដានីចេញពីបន្ទប់នោះឲ្យបានលឿននៅពេលដែលពួកគេដើរជិតដល់ទ្វារពួកគេស្រាប់តែឮសំឡេងទ្វារទូបើកឡើងបន្តិចម្ដងដែលស្ដាប់គួរឲ្យព្រឺក្បាលយ៉ាងខ្លាំងសុផានិងពូសន្តិសុខក៏បានងាកទៅមើលហើយពួកគេស្រាប់តែបះរោមដោយសារតែពួកគេបានឃើញខ្មោចស្រីនោះវារើបំរាស់ចេញពីក្នុងទូនោះមកបន្តិចម្ដងហើយក្នុងពេលនោះស្រាប់តែទ្វារបន្ទប់បិទដោយខ្លួនឯងទោះបីអ្នកទាំងពីរព្យាយាមបើកយ៉ាងណាក៏ដោយក៏បើកមិនរួចដែរសុផានិងពូសន្តិសុខក៏បានស្រែកហៅឲ្យគេជួយតែជាអកុសលមិនមានវត្តមានមនុស្សម្នាណាម្នាក់នៅជាន់ទី5ឡើយដោយសារតែទ្វារត្រូវបានបិទនៅក្នុងបន្ទប់នោះមានសភាពងងឹតសូន្យហើយអ្នកទាំងពីរបានត្រឹមតែឮសំឡេងវាមករកពួកគេដល់ព្រឺព្រួយប៉ុណ្ណោះបន្តិចក្រោយមកពួកគេទាំងពីរក៏បានឮសំឡេងដ៏ក្រលួចមួយនិយាយថាបើជ្រុលជាចូលមកហើយចាំបាច់ទៅវិញទេពួកឯងនឹងនៅទីនេះជាមួយយើងរហូតហាហាអូខេបងប្អូនទាំងគ្នារឿងមួយនេះត្រូវបានបញ្ចប់ត្រឹមនេះបងប្អូនទាំងគ្នាយល់យ៉ាងណាដែរសម្រាប់សាច់រឿងមួយនេះបងប្អូនអាច comment នៅក្នុងនេះបានសម្រាប់បងប្អូនអត់ទាន់ជួយ Subscribe អាចជួយ Subscribe ម្នាក់មួយបានដើម្បីទទួលបាននៅអេពីសូតថ្មីៗជាបន្តទៀតអរគុណច្រើនបងប្អូនទាំងគ្នាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នា